4ចំណុចដែលបងប្អូនមិនត្រូវធ្វើបាទ4ចំណុចដែលបងប្អូនមិនត្រូវធ្វើទល់តែសោះនៅក្នុងកំឡុងពេលដែលមានសង្គ្រាមណាក្នុងកំឡុងពេលដែលមានសង្គ្រាមកំពុងតែតយុទ្ធឬប្រយុទ្ធគ្នាទី1គឺកុំថតក្បួនកងទ័ពបាទទី1កុំថតក្បួនកងទ័ពណាបាទដែលកំពុងតែធ្វើដំណើរទៅកាន់សមរភូមិបាទទី1កុំថតក្បួនកងទ័ពឲ្យសោះបងប្អូនណាទោះបីជាបងប្អូនដែលកំពុងតែរកលុយតាម Facebook ក៏ដោយនេះទី1វាមានបញ្ហាច្រើនទាក់ទងនឹងសុវត្ថិភាពរបស់កងកម្លាំងរបស់យើងបាទណាទី1ណាគឺកុំថតក្បួនកងទ័ពបាទទី1ទី2កុំថតគ្រឿងសព្វាវុធរបស់កងទ័ពខ្មែររបស់យើងបាទកុំឃើញកំពុងតែសព្វាវុធហ្នឹងគឺគេដឹកជញ្ជូនទៅដើម្បីដាក់តាមគោលដៅឲ្យយើងទៅថតបង្ហោះអានឹងដូចជាយើងទៅបង្ហាញនៅទីតាំងឈរជើងណាមួយរបស់កងទ័ពយើងអញ្ចឹងឬក៏គេដឹងថាយើងកំពុងតែដឹកជញ្ជូននៅគ្រឿងសព្វាវុធនោះទៅកន្លែងណារួចទៅហើយណាទី2ទី3កុំបង្ហោះណាទី3កុំបង្ហោះទីតាំងកងទ័ពដែលឈរជើងបាទទី3កុំបង្ហោះទីតាំងដែលកងទ័ពកងកម្លាំងរបស់យើងកំពុងតែឈរជើងប្រតិបត្តិការនៅទីណាមួយអាហ្នឹងក៏យើងហាមដែរបាទហ្នឹងក៏ត្រូវហាមដែរណាបងប្អូនណាបាទទី3គឺកុំបង្ហោះទីតាំងកងទ័ពដែលឈរជើងឬក៏កន្លែងលេនដ្ឋានណាមួយដែលកងទ័ពគាត់ថតឲ្យផ្ញើមកយើងហើយយើងយកមកបង្ហោះគឺសត្រូវអាចនឹងស្កែនទីតាំងបាទឬក៏ចាប់ទីតាំងបានអាហ្នឹងក៏វាមានបញ្ហាហានិភ័យដែរណាចំពោះកងទ័ពរបស់យើងទី3គឺកុំបង្ហោះទីតាំងកងទ័ពដែលកំពុងឈរជើងបាទកុំបង្ហោះឲ្យសោះបងប្អូនណាបាទឃើញមានការហាម5ជាច្រើននៅលើបណ្ដាញសង្គមដូច្នេះខ្ញុំក៏បន្ថែមទៅលើចំណុចណាមួយដែលខ្ញុំយល់ឃើញថាវាមានប្រយោជន៍សម្រាប់សន្តិសុខរបស់យើងទាំងអស់គ្នាចំណុចទី4គឺជាចំណុចចុងក្រោយគឺកុំថតទីតាំងដែលជនភេសកកំពុងស្នាក់នៅបាទចំណុចទី4កុំថតទីតាំងដែលជនភេសកកំពុងស្នាក់នៅបាទជនភេសកក៏ជាគោលដៅដែលសត្រូវឈ្លានពានហ្នឹងគឺកំណត់បាទយកដើម្បីធ្វើការវាយប្រហារដូចគ្នាបាទនេះគឺគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំបន្ទាប់បន្សំពីបងប្អូនមួយចំនួនដែលគាត់បានចែករំលែកនៅក្នុងបម្រាមច្រើនយ៉ាងនៅក្នុងក្បួនយុទ្ធសាស្ត្រនៃសង្គ្រាមបាទសូម្បីតែបងកងទ័ពក៏គាត់ណែនាំចឹងដែរហើយក្រសួងពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធក៏លោកមានការបញ្យលណែនាំបងប្អូនប្រជាពលរដ្ឋយើងកុំឲ្យតាំងខ្លួនយើងជាអ្នកសារព័ត៌មានណាដែលយើងយកវីដេអូពីណាពីណីមកទោះពិតក្តីមិនពិតក្តីកុំមកបង្ហោះឲ្យធ្វើអត្ថាធិប្បាយបន្ថែមលើវីដេអូរបស់កងទ័ពយើងក៏ដោយលើវីដេអូរបស់កងទ័ពនៃសត្រូវឈ្លានពានក៏ដោយបាទតួនាទីដែលសំខាន់បំផុតក្នុងការឆ្លើយតបទៅវិញទៅមកគឺក្រសួងស្ថាប័នដែលពាក់ព័ន្ធបាទមានក្រសួងការពារជាតិបាទក្រសួងការបរទេសក្រសួងព័ត៌មានបាទនិងអ្នកសារព័ត៌មានផ្លូវការមួយចំនួនបាទចំណែកយើងដែលជារាស្ត្រសាមញ្ញធម្មតាយើងមានសិទ្ធិនៅក្នុងការផ្សាយឬក៏លើកទឹកចិត្តវីរៈកងទ័ពតែប៉ុណ្ណោះបាទយើងមិនអាចយកមកជាព័ត៌មានផ្លូវការបានទេពីព្រោះយើងមិនមែនជាអ្នកជំនាញព័ត៌មាននោះឡើយបាទសូមអរគុណខុសត្រូវសូមអធិស្ឋានផងបងប្អូនណាគ្រាន់តែជាចំណុចដែលខ្ញុំសរសេរមកហើយក៏ខ្ញុំយកមកអត្ថាធិប្បាយបន្ថែមដើម្បីជាការដាស់តឿនក្រានរំលឹកដល់បងប្អូនជនរួមជាតិយើងមួយចំនួនដែលគាត់កំពុងតែបង្ហោះបង្ហាញយ៉ាងច្រើនទាក់ទងនឹងការងារកងទ័ពហ្នឹង